Vì xưa, Sustain bộ mai bong bồnទាំងអស់គ្នាថ្ងៃនេះនេះខ្ញុំមានមុខម្ហូបខខមកបង្ហាញជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាអញ្ចឹងកុំឲ្យខាតពេលវេលាយូរតាំងពីពេលធ្វើទាំងអស់គ្នាទាំងនេះគឺជាគ្រឿងផ្សំដែលខ្ញុំនឹងសម្រាប់លម្អិតនៅលើរូបភាពនីមួយៗជាដំបូងនេះខ្ញុំត្រូវការប្រឡាក់សាច់គោជាមួយនឹងបូកគោជាមួយនឹងគ្រឿងទេសជាមុនសិនមានដូចជាប៊ីចេងអំបិលនិងស្ករក្រហមបងប្អូនហើយនឹងសាតេផងដែរនេះខ្ញុំបន្ថែមទឹកត្រីបន្តិចហើយបន្តមកទៀតនេះខ្ញុំធ្វើការដាក់ប្រេងឆាចូលទៅក្នុងឆ្នាំងរបស់យើងហើយបន្តមកទៀតខ្ញុំថែមជាមួយនឹងគ្រាប់ក្រហមចូលធ្វើការរំលីងវាដើម្បីឲ្យវាចេញពណ៌ស្អាតណាបងប្អូននៅពេលដែលគ្រាប់ក្រហមរបស់យើងចេញពណ៌ស្អាតហើយនេះខ្ញុំធ្វើការដួសជាមួយនឹងគ្រាប់ក្រហមចេញបន្តមកនេះខ្ញុំធ្វើការដាក់ជាមួយនឹងម្ទេសឆ្អើរចិញ្ច្រាំរបស់យើងចូលទៅក្នុងប្រេងដែលយើងរំលីងជាមួយនឹងគ្រាប់ក្រហមមិញណាបងប្អូនបន្តមកនេះខ្ញុំដាក់គ្រឿងផ្សំចូលមានដូចជាស្ករស្លឹកគ្រៃរំដេងស្លឹកក្រូចនិងខ្ទឹមសទៅរំលីងជាមួយនឹងម្ទេសឆ្អើរដែលយើងបានចិញ្ច្រាំមុននឹងឲ្យសព្វចូលគ្នាទៅបន្តមកទៀតនេះខ្ញុំដាក់ឈើអែមជាមួយនឹងពុជផ្កាច័ន្ទចូលបងប្អូនដើម្បីបន្ថែមក្លិនខគោរបស់យើងឲ្យកាន់តែឈ្ងុយទៀតរំលីងវាចូលគ្នាឲ្យសព្វទៅបន្តមកទៀតនេះខ្ញុំធ្វើការដាក់សាច់គោនិងពូគួរដែលយើងបានប្រឡាក់មុននឹងចូលទៅក្នុងឆ្នាំងរបស់យើងដើម្បីធ្វើការរំលីងចូលគ្នាឲ្យសព្វក្រោយបន្តមកទៀតយើងធ្វើការរំលីងសាច់គោនឹងហើយយើងបន្ថែមទឹកចូលបន្តិចទៅដើម្បីធ្វើការរំងាស់សាច់គោនឹងណាបងប្អូនហើយនេះខ្ញុំថែមទឹកម្ដងទៀតតែខ្ញុំអត់បានថតបងប្អូននៅពេលដែលសាច់គោនិងពូគួររបស់យើងពុះផុយហើយនេះខ្ញុំធ្វើការដាក់បន្លែរបស់យើងចូលមានដូចជាដំឡូងបារាំងឆៃថាវនិងការ៉ុតចូលបងប្អូនទៅក្នុងឆ្នាំងខគោរបស់យើងនឹងដូច្នេះមុខម្ហូបរបស់យើងរួចរាល់ជាការស្រេចអរគុណ